គេធ្វើវីដេអូដូចដែលខ្ញុំបង្ហាញខាងដើមហ្នឹងគេធ្វើដោយរបៀបណានៅក្នុងកម្មវិធី Canva បាទបើចង់ដឹងសូមតាមដានទាំងអស់គ្នាដូចតទៅបាទជាដំបូងអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ Canva ជាមុនសិនបាទខ្ញុំប្រើ computer គឺងាយស្រួលបន្តិច canva.com បាទបន្ទាប់ចូលកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាទៅចុចមកកាន់ create តមកចុចយកបាទនេះ presentation នេះចុះ16:9 អូខេបន្ទាប់ពីចូលកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាអូខេវាកំពុងតែដំណើរការសូមមួយអូខេខ្ញុំក៏ចាក់ពណ៌លើវាសិនចាក់ពណ៌ខ្ញុំយកពណ៌សចុះបាទបន្ទាប់ពីចាក់ពណ៌ហើយអ្នកទាំងអស់គ្នាត្រូវសរសេរអត្ថបទសេតិចមួយមកបាទខ្ញុំយកជា heading ឲ្យវាធំបន្តិចចេញមកពីហើយចឹងខ្ញុំលុបមកចោលសិនចឹងកន្លែងនេះខ្ញុំដាក់មក Are you ready អូខេខ្ញុំនឹងដូរ font ដើម្បីយក font រាងធំបន្តិច Archivo Black អូខេតមកខ្ញុំដាក់ឲ្យធំបន្តិចអូខេខ្ញុំដាក់ធំជាងនឹងតិចទៀតបាទអូខេឥឡូវខ្ញុំយកតែប៉ុណ្្នឹងទេគឺខ្ញុំយកពណ៌អក្សរពណ៌ខ្មៅឬមួយក៏អ្នកទាំងអស់គ្នាចង់ដូរពណ៌ក៏បានខ្ញុំយកពណ៌រាងការឈូសទៅចុះអត់ទេខ្ញុំយកពណ៌ខៀវអញ្ចឹងខ្ញុំយកពណ៌នេះអូខេបាទអញ្ចឹងហើយអ្នកទាំងអស់គ្នាត្រូវតម្រង់ឲ្យចំកណ្ដាលគឺមួយក៏អ្នកទាំងអស់គ្នាចង់ដាក់នៅទម្រង់កន្លែងណាក៏បានដែរបាទបន្ទាប់ពីអញ្ចឹងហើយអ្នកទាំងអស់គ្នាអាច duplicate មួយទៀតបាទបន្ទាប់ពី duplicate ហើយអ្នកទាំងអស់គ្នាអាទី2នេះគឺអ្នកទាំងអស់គ្នាត្រូវយក effect ចាំមកអ្នកទាំងអស់គ្នាយកកន្លែងនេះ hollow ឃើញទេវាបាត់ខាងក្នុងហើយអញ្ចឹងវានៅសល់កែមអញ្ចឹងខ្ញុំសូមទម្លាក់stroke វាហ្នឹងឲ្យមើលទៅរាងទូចល្មមអូខេខ្ញុំយកត្រឹម15ចុះបាទបន្ទាប់ពីយកក្នុង15ហើយអ្នកទាំងអស់គ្នាត្រូវតម្រឹមរបស់វាត្រូវតម្រឹមវាឲ្យមកនៅកណ្ដាលលើគ្នាតែម្ដងបាទឃើញទេគឺវាដូចគ្នាបាទវានៅលើគ្នាបាទបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវ add នៅវីដេអូដល់ចូលមកកាន់ app បាទនេះគឺ app តមក search កន្លែងនេះដាក់ video បាទអញ្ចឹងហើយអ្នកទាំងអស់គ្នាចុច enter មកនេះគឺវីដេអូនេះហើយបាទអញ្ចឹងអ្នកទាំងអស់គ្នាជ្រើសមកកន្លែងនេះគឺដាក់វីដេអូនេះមកគឺវីដេអូហ្នឹងគឺមានឈ្មោះថាអូខេខ្ញុំសូមវាយបញ្ចូលនេះគឺ Pink Smoke បាទអញ្ចឹងគឺវានឹង load មកហើយបាទនេះគឺច្រើនមែនតើអញ្ចឹងខ្ញុំយកទី1នេះតែខ្ញុំប្រើនឹងឯងបាទបន្ទាប់ពី add មកហើយអ្នកទាំងអស់គ្នាឃើញទេគឺវាមានផ្សែងរបស់វាគឺស្អាតតែម្ដងបាទបន្ទាប់ពីកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាកន្លែងផ្សែងហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវលុប background វាចោលបាទនេះគឺដោយយក BG បាទអញ្ចឹងគឺវាលុបបាត់ហើយ background វាបាទពេលដែលលុប background ហើយអ្នកទាំងអស់គ្នាត្រូវសេរី position របស់វាគឺដាក់ឲ្យធំមួយសិនឲ្យប៉ុនទំហំតែម្ដងអូខេខ្ញុំដាក់មកឲ្យវាចំប្លុកកណ្ដាលចេះដើម្បីឲ្យវាអូខេខ្ញុំដាក់ឲ្យធំតែម្ដងដើម្បីឲ្យផុតមកផ្ទាំងហ្នឹងអូខេបន្ទាប់ពីដាក់សេរីចឹងហើយអ្នកនរគ្នាត្រូវសេរី position របស់វាគឺកន្លែង layer អញ្ចឹងឲ្យវានៅប្រឡោះកណ្ដាល layer ទី1និង layer ទី2បាទនេះគឺជាវីដេអូផ្សេងហើយនេះគឺអក្សរច្បាស់ហើយនេះអក្សរដែលមានតែកែមទេបាទតែប៉ុណ្្នឹងគឺវារួចរាល់ហើយអញ្ចឹងយើង play ទាំងអស់គ្នាចាំមើលទាំងអស់គ្នាបាទនេះឃើញទេបាទឃើញទេគឺវាចេញអញ្ចឹងតែម្ដងបាទអញ្ចឹងសង្ឃឹមថាក្បាច់មួយនេះនឹងបង្ហាញដល់អ្នកនរគ្នាគឺជាវិធីងាយដើម្បីធ្វើអក្សរឲ្យវាចេញមកអញ្ចឹងហើយអ្នកទាំងអស់គ្នាក៏អាចដាក់វីដេអូផ្សេងបានដែរបើសិនបើអ្នកទាំងអស់គ្នាមានវីដេអូល្អគឺអ្នកទាំងអស់គ្នាអាចធ្វើតាមរបៀបនេះអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាក្នុងការតាមដានបាទសូមអរគុណសូមជម្រាបលា